កិច្ចជាបន្តខ្ញុំប្រកាសណាតំណាងបងប្អូនទាំងអស់សូមក្រាបថ្វាយបង្គំចំពោះព្រះអង្គម្ចាស់គ្រូឡនសាឡុងដោយសេចក្តីគោរពជ្រះថ្លាសពកាលសូមគោរពចំពោះអាយដាមខួនផនរតនៈឯកអគ្គរដ្ឋទូតខ្មែរប្រចាំនៅក្នុងសាធារណរដ្ឋកូរ៉េដោយសេចក្តីគោរពសូមគោរពចំពោះវាគ្មិនកិត្តិយសអ្នកអង្គការវិជ្ជបណ្ឌិតគួចមីងលីដែលបានទទួលការអញ្ជើញរបស់ក្រុមការងារនៃសមាគមធម្មទានខ្មែរកូរ៉េដើម្បីនឹងឲ្យពួកយើងទាំងអស់គ្នាបានឱកាសជួបជុំគ្នានៅក្នុងពេលវេលាឱកាសនេះដោយសេចក្តីគោរពផងដែរហើយក៏ជាបន្តទៅទៀតនេះខ្ញុំសូមអ្នកអង្គការចែករំលែកចំណេះដឹងដល់បងប្អូនចាប់ពីពេលនេះទៅបងប្អូនរក្សាភាពស្ងៀមស្ងាត់ស្ដាប់អ្នកអង្គការទៅតាមការគួរបាទជាដំបូងខ្ញុំសូមថ្វាយបង្គំតេគុណដែលចូលរួមដំណើរជាមួយកណាក្នុងការបង្ហាញដល់បងប្អូនទាំងអស់គ្នាហើយសូមគ្រប់ដល់អាយដាមបងដែលផ្ដល់កិត្តិយសបានចូលរួមជាមួយពួកយើងទាំងអស់គ្នាហើយក៏សូមអរគុណដល់ម្ដាមប្រធានបាទដែលតែងតែសកម្មក្នុងការបង្កើតកម្មវិធីដល់ប្រជាពលរដ្ឋយើងនៅក្នុងប្រទេសកូរ៉េជួយកើនស្មារតីដាស់តឿនហើយជួយនៅគ្រប់បែបយ៉ាងជាមួយនឹងសមាជិកសមាគមទាំងអស់ក្នុងការជួយហើយក៏អរគុណក្នុងសមាគមទាំងអស់ទាំងមូលហ្មងក្នុងការជុំជែងប្រជាពលរដ្ឋយើងនៅកូរ៉េបាទហើយក៏អរគុណដល់បងប្អូនមួយទាំងអស់គ្នានេះដែលបានចូលរួមខិតខំមិនត្រឹមខិតខំមកចូលរួមស្ដាប់ទេប៉ុន្តែខិតខំមកប្រទេសគេនេះធ្វើការដើម្បីកើនសេដ្ឋកិច្ចជួយដល់ក្រុមគ្រួសារបងប្អូនប្រទេសជាតិយើងការធ្វើការនៅក្រៅស្រុកនេះក៏មិនមែនជារឿងអាក្រក់ទេយើងបានជួយសេដ្ឋកិច្ចច្រើនផ្ញើលុយឲ្យបងប្អូនម៉ែឪការសង់ផ្ទះការចាយវាការបង្កើតbusiness ធនធានមនុស្សច្រើនអញ្ចឹងបើយើងគិតទៅគឺមានផលច្រើនអញ្ចឹងណាប៉ុន្តែប្រទេសណាក៏ដូចប្រទេសណាដែរតែយើងមានពលករដែលធ្វើការនៅស្រុកគេយើងតែងតែប្រឈមច្រើនជាងអ្នកបុគ្គលដែលនៅក្នុងស្រុកទី1យើងបែកបាក់គ្រួសារបែកបាក់កូនចៅបែកបាក់ម៉ែឪឆ្ងាយឯកោពិបាកភាសាពិបាកម្ហូបពិបាកជាតិអាកាសហើយនិយាយទៅគឺយើងពិបាកសពបែបយ៉ាងហើយមិនសូវស្គាល់ញាតិមិត្តមិនសូវស្គាល់បងប្អូនឆ្ងាយពីគ្នាសហគមន៍អត់សូវមានអញ្ចឹងធ្វើយើងភាគច្រើនឯកោភាពឯកោនេះមិនត្រឹមតែឯកោទេធ្វើយើងមានអារម្មណ៍ថាស្ងួតលងលោចជួនកាលទៅដូចខ្មែរយើងនៅអាមេរិកអញ្ចឹងទៅមិនសប្បាយទេភាគច្រើនអង្គុយយំដេកយំពេលយប់ឡើងបាទមានអារម្មណ៍ថាពេលចិត្តធ្លាក់តកកមកចិត្តអាកាសងុំស្ងាត់អញ្ចឹងទៅហើយឡើងខ្មៅហើយធាក់ព្រើមកអញ្ចឹងចាប់ដើមសក់ទឹកភ្នែកអត់ដឹងខ្លួនមកវាធ្វើយើងក្តុកក្តួលអញ្ចឹងมันខុសគ្នាទេចំពោះបងប្អូនមួយចំនួនអញ្ចឹងមានតែធ្វើអីស្ដាប់ភ្លេងហើយស្ដាប់តែបទយើងចូលចិត្តជាពិសេសបទភ្លេងខ្មែរចំនួន60 70អីហ្នឹងភាគច្រើនហើយអ្នកខ្លះទៀតទៅក៏អង្គុយផឹកស្រាតែម្នាក់ឯងទៅហើយអ្នកខ្លះទៀតទៅក៏មានមិត្តភក្តិទៅលេងល្បែងយូរទៅវាជាទម្លាប់មួយខ្លះល្អខ្លះអាក្រក់ដោយទម្លាប់ហ្នឹងវាធ្វើឲ្យយើងទៅមានបញ្ហាច្រើនដែលคล้ายទៅជាបញ្ហាផ្លូវកាយបញ្ហាផ្លូវចិត្តបញ្ហារ៉ាញ់វត្ថុហើយ3ហ្នឹងគឺមកស្មើគ្នាប៉ុន្តែថ្ងៃនេះខ្ញុំចង់និយាយទាំង3បន្តិចម្នាក់ណាព្រោះខ្ញុំជាគ្រូពេទ្យខ្ញុំអាចនិយាយពីជំងឺផ្លូវចិត្តផ្លូវកាយខ្ញុំអ្នករ៉ូស៊ីខ្ញុំជំនាញខ្ញុំអាចនិយាយពីបញ្ហាផ្លូវហិរញ្ញវត្ថុអញ្ចឹងក្នុងការទាំងអស់ហ្នឹងជួយបានតិចដើម្បីផ្ដល់ព័ត៌មានដល់បងប្អូនទាំងអស់គ្នាអញ្ចឹងណាបាទមុនចាប់ដើមខ្ញុំមកនេះខ្ញុំយកសភៅ10ក្បាល5ក្បាលភ្នំដងរែក5ក្បាល108ដែលបច្ចុប្បន្ននេះល្បីជាងគេហើយខ្ញុំបាននិពន្ធសភៅចូល12ក្បាលហើយសភៅនីមួយៗគឺពេញនិយមប៉ុន្តែសភៅភ្នំដងរែកនេះវាជាសភៅប្រវត្តិសាស្ត្រដែលប្រជាពលរដ្ឋយើងជាង180,000នាក់ឆ្លងកាត់ព្រំដែនបន្ទាប់ពីខ្មែរក្រហមបន្លំអញ្ចឹងណាអញ្ចឹង
ដំណាក់កាលទី1របស់ប្រជាពលរដ្ឋយើងដែលចេញខ្មែរផងចូលចូលរួមថៃហ្នឹងគឺច្រើនម៉ឺនណាស់ប៉ុន្តែក្នុងប្រវត្តិសាស្ត្រដែលគេសរសេរនៅក្នុង New York Times ជាង 10,000 គាត់តែធ្លាក់ក្នុងរ៉េតតែអ្នកទៅហ្នឹងក៏ជាង 8-10,000 អញ្ចឹងណាអញ្ចឹងពេលហ្នឹង1979ខែ6ហ្នឹងក៏ពួកថៃសម្រេចតែទម្លាក់មកវិញការទម្លាក់មកវិញហ្នឹងក្រុមគ្រួសារខ្ញុំក្នុងចំណោមជិត 10,000 នាក់ហ្នឹងអញ្ចឹងទម្លាក់មកវិញគឺលើព្រំដែនគឺក្នុងដីថៃវាបើកទៅខ្ពស់ដល់កំពូលភ្នំដងរែកដល់ពេលបើកមួយថ្ងៃទៅដល់កំពូលហ្នឹងក៏ឲ្យយើងចុះឲ្យបាញ់រះឲ្យយើងចុះពីភ្នំរែកអញ្ចឹងដល់ពេលដែនដីយើងវាចោតឲ្យសិតតែមីនអញ្ចឹងមីនខាងខ្មែរដាក់កុំឲ្យថៃចូលអញ្ចឹងណាហើយថៃដាក់កុំឲ្យខ្មែរចូលទៅចុះទៅគឺដំណាក់កាលទី1ទី2ទី3ទី4ដាក់4ថ្ងៃទាំងអស់បើយើងរាប់តាម New York Times គេសរសេរ 10,000 ហើយស្លាប់ប្រហែលយើងដឹងទេយើងគ្រាន់ថាស្មានប្រហែលជាង 10,000 ព្រោះនោះអត់ដឹងពិតប្រកបប៉ុន្តែអ្នកចុះក្រោយដឹងតែស្លាប់យ៉ាងតិចក៏ 10,000-20,000 ដែរព្រោះដូចចំណងខ្ញុំទៅខ្មៅកោលើគ្នាទៅបៅទៅកៅរកពេញខ្លួនញ៉ាំទឹកក្លុកដែលសក់ងាប់ក្នុងហ្នឹងអញ្ចឹងណាអញ្ចឹងសភៅហ្នឹងគឺនិយាយពីប្រវត្តិសាស្ត្រដែលពួកថៃបានលុតដំប្រជាពលរដ្ឋខ្មែរយើងហើយបើយើងនិយាយក្នុងអក្រក់ស្ដាប់ប្រវត្តិសាស្ត្រខ្មែរមួយណាដែលទៅសហរដ្ឋអាមេរិកទៅប្រទេសក្រៅតែជនភៀសខ្លួនបើឲ្យឱកាសធ្វើអីក៏ហ៊ានធ្វើដែរចំពោះថៃក្នុងនាមមួយការធ្វើបាបរបស់ពួកគាត់តែនិយាយចឹងមិនមែនយើងចំបង្កើតអារម្មណ៍ស្អប់ខ្ពើមពុសាសទេព្រោះរឿងវាចប់ហើយអញ្ចឹងណាប៉ុន្តែពួកយើងអត់ភ្លេចទេអញ្ចឹងសភៅនេះនិពន្ធតាំងពី2018ប៉ុន្តែប្រជាពលរដ្ឋយើងក៏អត់សូវចូលចិត្តអានអញ្ចឹងវាធ្វើឲ្យអត់មានអ្នកចូលចិត្តដាក់ទៅពេលរឿងសង្គ្រាម5ថ្ងៃហ្នឹងទៅបងគាត់នឹកឃើញអញ្ចឹងចាប់ដាំអានទៅឥឡូវវាពេញនិយមខ្លាំងគេយកទៅធ្វើកុនបាទក្រុមហ៊ុន LD ដែលក្រុមហ៊ុនល្បីគេយកទៅកុនអញ្ចឹងប្រហែលជា5-6 ខែទៀតចេញហើយអញ្ចឹងណាបាទអញ្ចឹងខ្ញុំយកសភៅនេះមកដើម្បីជាតំណាងចែកជូនពេលចុងក្រោយអ្នកណាហ៊ានលើកដៃមុនគេអញ្ចឹងអាចបានកាដូហ្នឹងទៅបាទហើយចង់ប្រាប់ថាខ្ញុំមកលើកនេះជាលើកទី3ហើយក្នុងម្ដងបងប្អូនអស់នេះស្វាគមន៍ខ្ញុំមែនតើទាំងញ៉ាំទាំងចុកទាំងអស់គឺកក់ក្ដៅតែខ្ញុំសប្បាយចិត្តចេះចង់មកទៀតអញ្ចឹងណាបាទហើយការមកនេះខ្ញុំចង់ប្រាប់និយាយអំពីបញ្ហាផ្លូវចិត្តសិនដោយសារយើងមានបញ្ហាផ្លូវហិរញ្ញវត្ថុផ្លូវកាយវាធ្វើយើងបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរដែលជាទូទៅអ្នកខ្លះក៏បាក់ទឹកចិត្តអ្នកខ្លះត្រឡប់ទៅវិញអ្នកខ្លះស្លាប់ខ្លួនអ្នកខ្លះចងកអ្នកខ្លះទៀតទៅជារោគផ្លូវចិត្តត្រឡប់ទៅផ្ទះវិញអញ្ចឹងវាបញ្ហាធ្ងន់ធ្ងររោគផ្លូវចិត្តវាមានសញ្ញាមួយចំនួនដែលប្រហាក់ប្រហែលគ្នាទាំងអស់ប៉ុន្តែចង់ឲ្យដឹងថាផ្លូវចិត្តមានជំងឺ270ជាងជំងឺផ្លូវចិត្តទៅទេហើយសញ្ញាដូចគ្នាខុសគ្នាបន្តិចទេតែសញ្ញាទូទៅឲ្យដឹងគឺថាទី1សញ្ញាផ្លូវអារម្មណ៍ណាកប្បកិរិយាវាមានអារម្មណ៍សង្កត់ខ្លាំងដូច sad ណាបាទអារម្មណ៍ empty ដូចថាលហលហេវអត់មានក្នុងខ្លួនណាបាទដូចឯកោហ្មងណាបាទទី2ទី3មានអារម្មណ៍ថាដូចអស់សង្ឃឹមគ្មានអ្នកណាជួយយើងបានអស់មានសង្ឃឹមចឹងហ្មងហើយមានអារម្មណ៍ថាពួយបារម្ភរហូតពួយបារម្ភជានិច្ចហើយចេះតែខ្លាចហើយចេះតែភ័យភឺតអត់ដឹងខ្លួនអានោះសញ្ញាជំងឺផ្លូវចិត្តទូទៅបាទក្នុងនាមជាផ្លូវចិត្តនិងកប្បកិរិយាមួយទៀតផងដែរមានអារម្មណ៍យើងប្រែប្រួលលឿនជួនកាលទៅអារម្មណ៍យើងបាក់ទឹកចិត្តជួនកាលទៅអារម្មណ៍ខ្ញុំសបាយទៅស្ងោតចិត្តជុំទៅអ្នកខ្លះឃើញអ្នកខ្លះចាយវានិយាយលេងសើចអ៊ូអល់ដល់ជុំគ្នាបាត់គាត់ទៅតែឃើញគាត់អង្គុយលើម្នាក់ឯងស្ងោតចឹងទៅអង្គុយខ្ញុំស្រក់តែភ្នែកជួនកាលយើងមានមិត្តភក្តិហ្នឹងហៅទៅចាយញ៉ាំចុកអញ្ចឹងទៅហើយទៅអង្គុយស្ងោតឯងស្ដាយអស់លុយបាក់ចិត្តអាហ្នឹងសិតជំងឺបាក់ទឹកចិត្តហើយមួយទៀតផងដែរគឺគាត់តែងតែជិះវៀងពីមិត្តភក្តិតិចអត់សូវជុំគ្នាមួយទេកម្មវិធីបងប្អូនគ្រួសារអីកម្មវិធីសង្គមអីក៏អត់ចូលរួមទេហើយមួយទៀតផងដែរគាត់មានបញ្ហាគេងហើយបើគាត់គេងគឺតែងតែមើលឬយល់សប្តិហើយគាត់តែងតែមានបញ្ហាផ្លូវកាយធ្ងន់កជើងកឬក៏ឈឺក្បាលងុំជាហៀងអញ្ចឹងទៅ
មួយទៀតផងដែរគាត់បាត់បង់ចំណងចំណូលចិត្តអ្វីគាត់ធ្លាប់ធ្វើសបាយដើរលេងជួបជុំមិត្តភ័ក្តិទៅរៀនធ្វើការក៏បាត់ហើយគាត់តែងតែអស់កម្លាំងជានិច្ចអស់កម្លាំងជានិច្ចអញ្ចឹងលោកគ្រូអ្នកគ្រូបងប្អូនអស់ស្ដាប់ណាមកមានគឺក្នុងជំងឺបាក់ទឹកចិត្តណាមួយឯងក្នុងចំណោម270ហ្នឹងហើយអ្នកខ្លះទៅមិនត្រឹមតែអស់កម្លាំងហើយអត់មានធម៌ពលទេគឺទេគួយយំដេកយំហើយក៏សក់តែប៉ុណ្ណេះអត់ដឹងហេតុផលបាទគួយតូចចិត្តចឹងទៅហើយជួនកាលទៅនិយាយខ្លួនឯងម្នាក់ឯងអានោះធ្ងន់ធ្ងរណាពេលចាប់បាននិយាយម្នាក់ឯងគឺជំងឺផ្លូវចិត្តធ្ងន់ធ្ងរហើយអាកប្បកិរិយាប្លែកអានោះធ្ងន់ធ្ងរហើយណាបាទគេហៅថាចូលវិកលចរិតហើយគិតអំពីការស្លាប់ខ្លួនធ្វើបាបខ្លួនបាទនោះធ្ងន់ធ្ងរមួយទៀតតកតងពីសញ្ញាដែរតែសញ្ញារាងកាយមិនមែនសញ្ញាអារម្មណ៍ហើយនៅកប្បកិរិយាសញ្ញារាងកាយឈឺក្បាលវិលមុខស្ពឹករសិបដៃជើងបាទហើយមានអារម្មណ៍ថាខ្សោះខ្សោយឬអត់មានកម្លាំងក្នុងខ្លួនចឹងឃើញតែផ្លូវចិត្តពីច្រើនខ្ញុំចេះចងុយតែគេងហើយខ្ញុំចេះតែអស់កម្លាំងខ្ញុំអត់មានធម៌ពលឃើញគាត់អាសាត្អូនចឹងហើយពីច្រើនក៏ឈឺពោះគាត់ឈឺពោះក៏ហូរក្អួតឃ្លានបាយហើយចឹងទៅពេទ្យខាងក៏អត់រៀនផ្លូវចិត្តទេគាត់ឲ្យតែថ្នាំឈឺពោះក៏ឲ្យថ្នាំនេះថ្នាំនោះប៉ុន្តែដល់ជំងឺខ្ញុំមកដល់ខ្ញុំសួរស្ដាប់ចុះស្ដាប់ឡើងជំងឺឈឺពោះស្ទើរតែ8ហើយគឺសិតតែផ្លូវចិត្តជំងឺឈឺក្បាលចិត្ត10ហើយសិតតែផ្លូវចិត្តហើយគាត់ថាលោកគ្រូខ្ញុំឈឺក្បាលមិនឲ្យថ្នាំផ្លូវចិត្តព្រោះអាជំងឺក្បាលគាត់នោះវាមកជាមួយតាំងពីនោមញឹកញាប់ភ្លេចភ្លាំងច្រើនហើយមិនតែនៅមកយ៉ាប់ភ្លេចភ្លាំងច្រើនទេមើលគេងអត់ស្ងប់ហើយផ្ចង់អត់ចេញទាំងអស់ហ្នឹងសិតមកជាមួយគ្នាហើយមិនប៉ុណ្្នឹងទេគាត់មានបញ្ហាបាក់ដកដង្ហើមដូចជាគេណែនទ្រូងតឹងទ្រូងហើយជួនកាលភើតហើយបដងលោតដូចក្រៅខ្លួនចឹងទាំងអស់ហ្នឹងគេហៅថាជំងឺផ្លូវចិត្ត